បាទខ្ញុំបកករណាខ្ញុំសូមក្រាបថ្វាយបង្គំប្រធេរានុធេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីមេត្រីសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថាចាប់តាំងពីមានការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡំពួរប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ក្រោមវត្តមានជាសាក្សីរបស់ឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនិងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានបដូវវេនអាស៊ានរួចមករាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់នៅរាល់ចំណុចដែលបានព្រមព្រៀងគ្នាជាក់ស្ដែងភ្លាមបន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនេះនៅយប់ថ្ងៃទី26ខែតុលាឆ្នាំ2025ភាគីកម្ពុជានិងថៃបាននឹងកំពុងអនុវត្តតាមកិច្ចព្រមព្រៀងក្នុងការកែសម្រួលអាវុធនិងយុទ្ធឧបករណ៍បំផ្លិចបំផ្លាញធនធ្ងន់មួយផ្នែកចេញពីតំបន់ព្រំដែនជានិមិត្តរូបក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT បន្ទាប់មកភាគីទាំងពីរក៏បានឯកភាពគ្នាដកអាវុធនិងយុទ្ធឧបករណ៍បំផ្លិចបំផ្លាញធនធ្ងន់នេះក្នុងដំណាក់កាលជាក់លាក់ដោយរាប់ចាប់តាំងពីថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2025ជាមួយគ្នានេះភាគីទាំងពីរបាននឹងកំពុងធ្វើការលើបញ្ហាផ្សេងទៀតដូចជាកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនរួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាការជួញដូរមនុស្សនិងការដោះមីនដើម្បីមនុស្សធម៌ជាដើមភាគីកម្ពុជាបាននឹងកំពុងអនុវត្តយ៉ាងសកម្មនិងដោយស្មោះត្រង់ក្នុងគោលបំណងរក្សាសន្តិភាពរវាងប្រទេសទាំងពីរកម្ពុជាថៃក៏ដូចជាសន្តិភាពនិងសន្តិសុខក្នុងតំបន់អាស៊ានទាំងមូលថ្នាក់ដឹកនាំនិងមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់គោលជំហររក្សាភាពស្ងៀមស្ងាត់យ៉ាងខ្ជាប់ខ្ជួនដើម្បីបង្កើតបរិយាកាសល្អឈានទៅអនុវត្តសេចក្តីថ្លែងការណ៍រួមនេះឲ្យមានប្រសិទ្ធភាពប៉ុន្តែរយៈពេលប្រមាណថ្ងៃចុងក្រោយនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានសង្កេតឃើញថាមន្ត្រីថ្នាក់ដឹកនាំថៃទាំងរដ្ឋាភិបាលស៊ីវិលនិងយោធាបានចេញមកធ្វើអត្ថាធិប្បាយជាបន្តបន្ទាប់ដែលមិនស្របតាមស្មារតីនិងខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡំពួរជាក់ស្ដែងមន្ត្រីថៃទាំងនោះបានអត្ថាធិប្បាយដោយយកចំណុចដែលបានព្រមព្រៀងគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមមកធ្វើជាលក្ខខណ្ឌនៅក្នុងការដោះលែងយោធិនកម្ពុជា18រូបដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ថៃនិងបង្កើតឲ្យមានលក្ខខណ្ឌថ្មីបន្ថែមទៀតដូចជាករណីប្រាសាទតាក្របីជាដើមដោយបានព្រមានពីការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្ដើមយកដែលធ្វើឲ្យស្ថានភាពកាន់តែតានតឹងឡើងនិងធ្វើឲ្យមានការព្រួយបារម្ភអំពីការបាត់បង់ទំនុកចិត្តគ្នាទៅលើការដោះស្រាយបញ្ហាដោយសន្តិវិធីដូចមានចែងក្នុងសេចក្តីថ្លែងការណ៍រួមអត្ថាធិប្បាយទាំងអស់នេះផ្ទុយទៅនឹងខ្លឹមសារចំណុច4ដែលចែងថាភាគីទាំងពីរបានឯកភាពគ្នាជៀសវាងការចែកចាយឬផ្សព្វផ្សាយព័ត៌មានមិនពិតការចោទប្រកាន់ការអះអាងដោយគ្មានភស្តុតាងនិងវោហារសាស្ត្រដែលបង្កគ្រោះថ្នាក់ទាំងបណ្ដាញផ្សព្វផ្សាយផ្លូវការរបស់រាជរដ្ឋាភិបាលឬវេទិកាក្រៅផ្លូវការដើម្បីបន្ថយភាពតានតឹងកាត់បន្ថយសតិអារម្មណ៍អវិជ្ជមានរបស់សាធារណជននិងលើកកម្ពស់បរិយាកាសអំណោយផលដល់ការសន្ទនាដោយសន្តិវិធីអ្វីដែលជាការកត់សម្គាល់ដ៏សំខាន់ម្យ៉ាងទៀតដែលបញ្ជាក់ថាភាគីថៃមិនគោរពខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមនោះនៅត្រង់ថារហូតមកទល់នឹងថ្ងៃទី5ខែវិច្ឆិកាឆ្នាំ2025នេះមានរយៈពេល10ថ្ងៃហើយដែលភាគីថៃមិនទាន់បានដោះលែងយោធិនកម្ពុជា18រូបទៅតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមដែលរំពឹងថាភាគីថៃនឹងត្រូវដោះលែងភ្លាមស្របតាមស្មារតីនៃការអនុវត្តតាមកាតព្វកិច្ចនៃច្បាប់មនុស្សធម៌អន្តរជាតិសូមបញ្ជាក់ជូនថា
ក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡំពួរចំណុចទី5បានចែងថាដើម្បីបង្ហាញពីបំណងប្រាថ្នារបស់ប្រទេសថៃក្នុងការលើកកម្ពស់ទំនុកចិត្តនិងការទុកចិត្តគ្នាទៅវិញទៅមកប្រទេសថៃនឹងដោះលែងយោធិនកម្ពុជាទាំងនោះដោយគ្មានបង្អែបង្អង់ឡើយអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវដោយទទូចឲ្យភាគីថៃគោរពនិងអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនៅរាល់ខ្លឹមសារដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡំពួរដោយមិនត្រូវធ្វើអត្ថាធិប្បាយណាមួយដែលនាំឲ្យមានភាពតានតឹងនិងបាត់ទំនុកចិត្តរវាងគ្នាដែលមិនអំណោយផលដល់ការសន្ទនាដោយសន្តិវិធីកម្ពុជាសូមអំពាវនាវដល់ភាគីថៃបញ្ឈប់នៅការដាក់លក្ខខណ្ឌផ្សេងៗដែលមិនស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡំពួរនិងការឯកភាពគ្នាក្នុងកិច្ចប្រជុំនានារយៈពេលកន្លងមកដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ដែលភាគីទាំងពីរត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នៅសេចក្តីថ្លែងការណ៍រួមនេះដោយសុចរិតភាពនិងភាពស្មោះត្រង់ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរអាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបសូមអរព្រះគុណនិងសូមអរគុណ